វិលានេះម៉ោង5:50ហើយបាទគឺនៅផ្លូវដូនទាវខេត្តបាត់ដំបងបាទពីប្រាសាទមកប្រាសាទដូនទាវឥឡូវហ្នឹងបងប្អូនយើងកំពុងតែធ្វើដំណើរបាទដើរលេងកម្សាន្តថ្ងៃនេះគឺជាថ្ងៃទី4ហើយនៃពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរបាទពីម៉ោង2មេឃស្ទុំហើយរោភ្លៀងតែពុំមានបងប្អូនយើងគាត់ធ្វើដំណើរកម្សាន្តទេតែដល់វេលាម៉ោង4គឺចាប់ផ្ដើមភ្លៀងបាទភ្លៀងគាត់តែល្លឹមទេមិនខ្លាំងទេបាទអញ្ចឹងពេលនេះគឺបងប្អូនយើងបានធ្វើដំណើរកម្សាន្តយ៉ាងច្រើនបាទតែបើប្រៀបធៀបទាំងពីម្សិលមិញគឺស្បើយជាងម្សិលមិញតិចឥឡូវគឺចរាចរណ៍ឃើញមានទៅមានមកបាទនៅចេញពីខាងក្រុងបាត់ដំបងមកគាត់ទៅឆ្ពោះទៅប្រាសាទដូនទាវសំទោសប្រាសាទឯកភ្នំហើយអ្នកប្រាសាទឯកភ្នំក៏គាត់កំពុងដើរធ្វើដំណើរបាទឆ្លងកាត់ផ្លូវទីនេះដែរបាទនោះឃើញមានឡាយមានអីហើយនៅខាងមុខគឺស្ទះបាទឲ្យសារតែមួយគាត់លេងទឹកច្រើននៅតំណហ្នឹងណាបាទប៉ាត់គាត់ក៏មកម្សៅវិញផងហ្នឹងទៅរៀងច្រើនស្ទះបាទតែនៅខាងមុខផ្ទះខ្ញុំនេះអត់អីទេបាទគឺអត់ស្ទះទេបាទនោះឥឡូវឃើញគាត់ធ្វើដំណើរច្រើនបាទ